នៅចន្លោះឆ្នាំ1975ដល់ឆ្នាំ1979របបកម្ពុជាប្រជាធិបតេយ្យឬរបបខ្មែរក្រហមបានធ្វើឲ្យប្រជាជនកម្ពុជាជិត2លាននាក់បាត់បង់ជីវិតនៅក្នុងគោលនយោបាយលុបបំបាត់វណ្ណៈរបស់បកកុម្មុយនីសកម្ពុជាអតីតមន្ត្រីរាជការគ្រូបង្រៀនបញ្ញវន្តនិងសូម្បីតែព្រះសង្ឃត្រូវយកទៅសម្លាប់ចោលយ៉ាងព្រៃផ្សៃប៉ុន្តែសំណួរប្រវត្តិសាស្ត្រដ៏ធំមួយដែលគេតែងតែចោទសួរថាហេតុអ្វីបានជាពលពតមិនហ៊ានប៉ះពាល់ដល់ប្រជាជនរបស់សម្ដេចព្រះនរោត្តមសីហនុដែលមនោគមវិជ្ជាខ្មែរក្រហមចាត់ទុកព្រះមហាក្សត្រជាកម្ពុជានៃវណ្ណៈជិះជាន់តើវាជាការយោគយល់ឬជាយុទ្ធសាស្ត្រនយោបាយនិងភូមិសាស្ត្រនយោបាយសម័យសង្គ្រាមត្រជាក់ថ្ងៃនេះយើងនឹងមកពិនិត្យមើលអង្គហេតុប្រវត្តិសាស្ត្រពិតចំនួន3យ៉ាងអង្គហេតុទី1ការកសាងភាពស្របច្បាប់នៃរណសិរ្សរួបរวมជាតិកម្ពុជាយោងតាមឯកសារប្រវត្តិសាស្ត្របន្ទាប់ពីរដ្ឋប្រហារនៅថ្ងៃទី18ខែមិនិនាឆ្នាំ1970ដោយលោកឧត្តមសេនីយ៍លន់ នល់មេដឹកនាំខ្មែរក្រហមរួមមានពលពតនួនជានិងខៀវសំផនដឹងយ៉ាងច្បាស់ថាពួកគេគ្មានកម្លាំងប្រជាជននៅក្នុងដៃឡើយខ្មែរក្រហមនៅពេលនោះជាក្រុមបដិវត្តតូចតាចដែលសំងំនៅក្នុងព្រៃគ្មានកម្លាំងនិងគ្មានប្រជាប្រិយភាពទាល់តែប៉ុន្តែអ្វីបានផ្លាស់ប្ដូរនៅពេលដែលសម្ដេចព្រះនរោត្តមសីហនុប្រកាសបង្កើតរណសិរ្សរួបរวมជាតិកម្ពុជានិងរាជរដ្ឋាភិបាលរួបរวมជាតិកម្ពុជាពីទីក្រុងប៉េកាំងការអំពាវនាវរបស់ព្រះអង្គបានធ្វើឲ្យប្រជារាស្ត្រខ្មែរនៅតាមជនបទរាប់ម៉ឺននាក់សម្រុកចូលព្រៃតស៊ូប្រជាជនភាគច្រើនចូលព្រៃមិនមែនដើម្បីលទ្ធិម៉ាលីនីនរបស់ខ្មែរក្រហមនោះទេគឺដើម្បីរំដោះសម្ដេចឪប្រវត្តិសាស្ត្របានបង្ហាញថាពលពតត្រូវការកិត្យានុភាពរបស់ព្រះអង្គដើម្បីទាញយកភាពស្របច្បាប់និងកម្លាំងទ័ពប្រសិនបើខ្មែរក្រហមសម្លាប់ព្រះអង្គបន្ទាប់ពីឡើងកាន់អំណាចនៅថ្ងៃទី17ខែមេសាឆ្នាំ1975នោះកម្លាំងប្រជាជននិងកងទ័ពតស៊ូថ្នាក់ក្រោមដែលស្មោះត្រង់នឹងព្រះអង្គនឹងបះបោរវាយបកលើខ្មែរក្រហមវិញជាក់ជាមិនខានអង្គហេតុទី2កត្តាប្រទេសចិននិងកិច្ចអន្តរាគមន៍របស់លោកជូអិនឡាយនេះគឺជាហេតុផលផ្លូវការនិងសំខាន់បំផុតផ្នែកភូមិសាស្ត្រនយោបាយរបបកម្ពុជាប្រជាធិបតេយ្យរស់នៅបានដោយសារតែជំនួយយោធាអាវុធគ្រាប់រំសេវនិងសេដ្ឋកិច្ចស្ទើរតែ 100% ពីសាធារណរដ្ឋប្រជាមានិតចិនប៉ុន្តែនៅក្នុងទំនាក់ទំនងការទូតសម្ដេចព្រះនរោត្តមសីហនុគឺជាមិត្តចាស់របស់ប្រធានម៉ៅសេងទុងនិងនាយករដ្ឋមន្ត្រីជូអិនឡាយតាំងពីសន្និសីទបានដុងឆ្នាំ1955មកម្ល៉េះតាមឯកសារប្រវត្តិសាស្ត្រលោកជូអិនឡាយបានផ្ញើសារព្រមាននិងទាមទារការសន្យាយ៉ាងម៉ឺងម៉ាត់ពីពលពតថាត្រូវតែធានាសុវត្ថិភាពព្រះកិត្តិយសនិងប្រជជនរបស់សម្ដេចសីហនុជាដាច់ខាតសម្រាប់ពលពតការប្រឆាំងនឹងបំណងរបស់ក្រុងប៉េកាំងស្មើនឹងការលះបង់ចោលនៅប្រភពជំនួយតែមួយគត់របស់ខ្លួនសុវត្ថិភាពរបស់សម្ដេចព្រះនរោត្តមសីហនុត្រូវបានការពារដោយខែការទូតរបស់មហាអំណាចចិនអង្គហេតុទី3ទូនាទីនៅអង្គការសហប្រជាជាតិឆ្នាំ1979ទោះបីជាមិនបានធ្វើឃាតប៉ុន្តែនៅខែមេសាឆ្នាំ1976បន្ទាប់ពីព្រះអង្គសូមលាលែងពីតំណែងប្រមុខរដ្ឋខ្មែរក្រហមបានជម្លាព្រះអង្គនិងសម្ដេចព្រះមហាក្សត្រីនរោត្តម មុនិនាថសីហនុមកឃុំឃាំងនៅក្នុងព្រះបរមរាជវាំងដោយកាត់ផ្តាច់ទំនាក់ទំនងពីពិភពខាងក្រៅនៅកំឡុងពេលនោះព្រះរាជបុត្រនិងព្រះរាជបុត្រីរបស់ព្រះអង្គជាច្រើនអង្គត្រូវបានខ្មែរក្រហមយកទៅធ្វើឃាតប៉ុន្តែពលពតបានរក្សាប្រជជនព្រះអង្គទុកសម្រាប់កិច្ចការបរទេសដ៏សំខាន់មួយនៅដើមខែមករាឆ្នាំ1979ពេលដែលកងទ័ពស្ម័គ្រចិត្តវៀតណាមនិងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាវាយសម្រុកចូលមកដល់ទីក្រុងភ្នំពេញពលពតបានបញ្ជាឲ្យជម្លៀសសម្ដេចព្រះនរោត្តមសីហនុតាមយន្តហោះពិសេសទៅកាន់ទីក្រុងប៉េកាំងហើយស្នើឲ្យព្រះអង្គធ្វើជាប្រធានប្រតិភូតំណាងឲ្យកម្ពុជាប្រជាធិបតេយ្យទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងយូយ៉កនៅថ្ងៃទី11ខែមករាឆ្នាំ1979សម្ដេចព្រះនរោត្តមសីហនុបានឡើងថ្លែងការណ៍យ៉ាងមានប្រជាប្រិយភាពនៅ UN ដើម្បីថ្កោលទោសការឈ្លានពានរបស់វៀតណាមដោយសារតែកិត្យានុភាពនិងសមត្ថភាពការទូតរបស់ព្រះអង្គបានជួយឲ្យរបបខ្មែរក្រហមនៅតែរក្សាកៅអីតំណាងផ្លូវការរបស់កម្ពុជានៅអង្គការសហប្រជាជាតិបានរហូតដល់ទសវត្សរ៍ឆ្នាំ1980
សរុបសេចក្តីមកការដែលពលពតមិនធ្វើឃាតសម្ដេចព្រះនរោត្តមសីហនុមិនមែនការចេញពីមនោសញ្ចេតនាឬចិត្តធម៌ណាមួយឡើយវាជាការកេណនីផ្លូវនយោបាយយ៉ាងច្បាស់លាស់1កត្តានៅក្នុងស្រុកការប្រើប្រាស់ព្រះនាមព្រះអង្គដើម្បីប្រមូលកម្លាំងគាំទ្រនិងទប់ស្កាត់ការបះបោរ2ការធ្វើតាមលក្ខខណ្ឌរបស់មហាអំណាចចិនដើម្បីរក្សាជំនួយយោធា3ប្រើប្រាស់កិត្យានុភាពអន្តរជាតិរបស់ព្រះអង្គដើម្បីការពារអាសនៈនៅអង្គការសហប្រជាជាតិសម្ដេចព្រះនរោត្តមសីហនុព្រះអង្គបានគង់ប្រថាប់នៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់បំផុតរវាងឆ្នាំ1975ដល់ឆ្នាំ1979ហើយព្រះអង្គបានរួចផុតពីគ្រោះថ្នាក់ដោយសារទស្សនវិជ្ជានយោបាយអន្តរជាតិនាសម័យសង្គ្រាមត្រជា